Ok hello សួស្តីអ្នកជួបជាមួយខ្ញុំភីងកាម្ដងទៀតហើយហើយថ្ងៃនេះផងដែរខ្ញុំនឹងមកប្រាប់ដល់អ្នកគ្នាពីរបៀបយើងដាក់ map one block sky block ហ្នឹងនៅក្នុង Athena server អូខេមុននឹងចូលដល់វីដេអូតើអ្នកគ្នាកុំចុច like subscribe ហើយបើសញ្ញាកណ្ដឹងខ្ញុំម្នាក់មួយផងណាជាដំបូងហ្នឹងតើអ្នកគ្នាកុំតន់អាចធ្វើការទៅ down plugin គឺយើងចូលមកក្នុង game សិនមកដើម្បីយើងបង្កើត set NPC ក៏ដូចជា create world អញ្ចឹងណាតើអ្នកគ្នាឲ្យរបៀបបង្កើត set NPC ក៏ដូចជាបង្កើត world ហ្នឹងគឺខ្ញុំប្រាប់នៅក្នុងវីដេអូមុនហើយចឹងហើយបើសិនជាគ្នាយើងណាអត់បានមើលទេគឺអាចទៅមើលវីដេអូមុនបានឥឡូវយើងចូលមកដល់សាច់ការយើងវិញខ្ញុំធ្វើការបង្កើត set NPC ហ្នឹងគឺខ្ញុំនឹងដាក់ឈ្មោះឲ្យដាក់ពណ៌វាយកតែម្ដងតើគ្នាមិនបាច់ឲ្យកែញញ៉ៃច្រើនចឹងណាតែបើសិនជាតើគ្នាចង់កែវាអីក៏អាចកែតាមនឹងបានតែខ្ញុំខ្ជិលញញ៉ៃខ្ញុំដាក់អញ្ចឹងហ្មងទៅនេះឃើញអត់បន្ទាប់ពីយើងបានជាមួយនឹង set NPC ហើយយើងនឹងធ្វើការ create world យកតែម្ដងតើគ្នាហើយដូចតែវីដេអូមុនអញ្ចឹង create world ហ្នឹងគឺមានអីពិបាកទេគ្រាន់តែ /mvc ដកឃ្លាមកហើយយើងដាក់ឈ្មោះអីដែលយើងចង់ដាក់ហើយដកឃ្លាមួយទៀតមកគឺយើងដាក់ normal មកដោយសារតែ world ហ្នឹងគឺយើងបង្កើតមកជាប្រភេទធម្មតាតាមខ្ញុំមើលទៅគឺវាមានន័យវេទនាទេណាគ្នាគ្រាន់តែបង្កើត world ហ្នឹងឲ្យយើងចាំវាបន្តិចទៅនៅពេលដែលវាបង្កើតវាអាចនឹងមានការកៀងអីតិចតួចចឹងណាតើគ្នាតែចាំតាម plate ទៅវាអត់មានបញ្ហាអីទេអាហ្នឹងគឺយើងត្រូវចាំវាតត load ពាក្យ complete នៅខាងគៀននេះតើគ្នាឃើញអត់ load ពាក្យ complete ហ្នឹងទៅយើងបង្កើត world បានជោគជ័យបើសិនជាវាអត់ load ទេមានន័យថាយើងបង្កើត world អត់បានជោគជ័យទេហើយនៅពេលដែលយើងទទួលបាន world ហ្នឹងមួយហើយតើគ្នាចេញមកក្នុង Athena server យើងវិញមកដើម្បីយើងបិទ server សិននេះមកយើងចុចពាក្យថា stop ហ្នឹងមកតើគ្នាចាំវាដល់បន្តិចទៅវានឹងធ្វើការបិទឲ្យយើងហើយបន្ទាប់ពី server របស់យើងត្រូវបានបិទហ្នឹងតើគ្នាចុចកន្លែង plugin មកដើម្បីយើង download plugin one block យើងគ្រាន់តែវាយពាក្យថា one block ហើយ search ហ្នឹងគឺវាមាន3ឲ្យយើងឃើញតើគ្នាតែយើងមិនខ្វល់ទេយើងមើលកន្លែង one block នេះពាក្យតែចុចប៉ះកន្លែង own block តើគ្នាវាខុសគ្នាអញ្ចឹងហើយរកមើលពាក្យ one block មកហើយធ្វើការចុច down វាមកតើគ្នា down តែអាណានៅលើគេមកបាច់ដល់នៅក្រោមទេក្រោមវាសេរីចាស់អញ្ចឹងណាអញ្ចឹងយើងដល់អាថ្មីអញ្ចឹងមកហើយហើយតើគ្នាមើលកន្លែងពាក្យ wall នៅខាងក្រោមទៅមើល wall ដែលយើងទៅតែបង្កើតមិញហ្នឹងគឺខ្ញុំដាក់ឈ្មោះថា one block តើគ្នាដាក់ឈ្មោះអីរកមើលឈ្មោះហ្នឹងទៅហើយខ្ញុំនឹងធ្វើការ upload map one block ហ្នឹងចូលតែម្ដងហើយសម្រាប់ map ហ្នឹងផងដែរគឺយើងត្រូវការ download ពី website គេមកតើគ្នាតែកំភៃគ្រាន់តែចុចក្នុង group Telegram ខ្ញុំតម្លាក់ file ឲ្យ save free តែម្ដងតើគ្នាគ្រាន់តែចូលទៅយកមក upload មកសម្រាប់ការ upload ហ្នឹងផងដែរវារៀងចាយពេលបន្តិចតើគ្នាតែវាក៏មិនច្រើនណាស់ណាដែរតែមក plate អីដែរហ្នឹងនៅពេលដែលគ្រីហើយតើគ្នាចូលមកបើក server យើងវិញមកអូខេយើងធ្វើការចូលមកដល់ក្នុង world ហើយតើគ្នាបើសិនជាគ្នាយើងចូលមកឃើញវា load ក្រហមអីរៀងតាក់អញ្ចឹងតើគ្នាកុំតន់អាភ័យចាំវាយតាមខ្ញុំមកគ្រាន់តែ /world border ដក clear មកហើយ set ដក clear ទៀតតើគ្នាធ្វើការវាយចំនួនលេខហ្នឹងឲ្យច្រើនមកដាក់ក្បាលលេខ3លេខ2លេខ1ក៏បានតែសំខាន់វាយតែខ្ទង់សាំងខ្ទង់លៀនមកតើគ្នាវានឹងធ្វើការបាត់ឈឹងតែម្ដងតើយើងធ្វើការធ្វើបន្តទៀតតើគ្នាគ្រាន់តែ /mvtp ដក clear ហើយគឺយើងដាក់ឈ្មោះ world របស់យើងមិញតើគ្នាដាក់ឈ្មោះអីគឺដាក់ឈ្មោះហ្នឹងមកដោយមិនហ្នឹងគឺខ្ញុំបង្កើតដាក់ឈ្មោះ one block អញ្ចឹងខ្ញុំធ្វើការ /mvtp one block ទៅវានឹងធ្វើការ load អក្សរបែបនេះហើយតើគ្នាអញ្ចឹងហើយយើងធ្វើការ /mv ដក clear ហើយ confirm មកគឺយើងអាចទៅបានហើយតែកន្លែងហ្នឹងតើគ្នាត្រូវតែចុចដាក់ creative ឲ្យលឿនបន្តិចណានិយាយទៅយើងចុច creative ឲ្យលឿនហើយយើងធ្វើការចុចហោះហ្មងទៅដើម្បីកុំឲ្យយើងធ្លាក់ទៅចំអីទៅវាងាប់អញ្ចឹងណាមិនអញ្ចឹងទេវាចេញពី wall អានេះដោយសារតែខ្ញុំ teleport មកគឺវាចំ one block ហ្នឹងតែម្ដងតែបើសិនជាតើអ្នកគ្នា MVTP មកគឺអត់ចំទេតើអ្នកគ្នាគ្រាន់តែ /TP 0ហើយដក clear 100ហើយ0 enter ទៅគឺវានឹងមកចំចំណុចហ្នឹងហើយនេះយើងអាចចុះមកក្រោមមកយើងឃើញតែអ្នកគ្នាគ្រាន់តែចុចតម្លាក់ខ្លួនមកគឺវាចង់កន្លែងហ្នឹងតែម្ដងតែយើងគ្រាន់តែឃើញប៉ុណ្ណឹងគិតថាយើងអាចលេងបានតែលេងអត់ទាន់បានទេតើអ្នកគ្នាអាមួយហ្នឹងគឺយើងតែវាយបាយទៅគឺវាបាយតែម្ដងមានចេញអីមកទៀតទេចឹងដើម្បីកំណត់វាតើគ្នាគ្រាន់តែវាយពាក្យថា /ob ដក clear ហើយ set មកគឺតែប៉ុណ្្នឹងឯណាតើគ្នាមានតែ save ពាក្យអីផ្សេងទៀតទេវាយតែប៉ុណ្្នឹងហើយ enter យកតែម្ដងនេះតើគ្នាឃើញអត់នៅពេលដែលយើងចុចទៅគឺវានឹងមាន one block នៅចិត្តហ្នឹងហើយប៉ុន្តែក៏យើងមិនទាន់អាចលេងអាមួយហ្នឹងបានដែរគឺយើងត្រូវការ /ob ដក clear ហើយជាន់មួយទៀតតើគ្នាគ្រាន់តែវាយប៉ុណ្្នឹង enter ប៉ក់មកវានឹងនាំយើងមកដល់នៅកន្លែង land របស់យើងហើយសម្រាប់ land ហ្នឹងផងណាគឺគេមានដាក់ដីជុំវិញដើម្បីយើងស្រួលឈរដែរអញ្ចឹងណាតើគ្នាមិនចេញមកតែមក block ហ្មងទេតែអាមក block នៅកថានេះគឺយើងអាចវាយបានអត់ចេះអស់ទេដូចតែ one block អញ្ចឹងអានេះវាគ្រាន់តែវាបន្ថែមដីសងខាងឲ្យយើងស្រួលឈរអញ្ចឹងណាតែថា one block នេះច្បាក់មែនតើអ្នកគ្នាវាយចេញតែ creeper មកឡើងភ្ញាក់បកាច់យយមិនដឹងជាស្អីទេនេះហើយបើគ្នាយើងយកទៅលេងអីស្រួលបួជាមួយ creeper ហ្នឹងតិចផ្លែតឃើញផ្លែតចេញមកផ្លែតចេញមកអញ្ចឹងហ្មងអា one block ហ្នឹងអូភ្លេចបញ្ជាក់តើគ្នាពេលមុននឹងវាយ one block ហ្នឹងកុំភ្លេចដូរដាក់ survival វិញផងតិចវាយទាំង creative ឥឡូវហ្នឹងយើងឃើញថាវាដំណើរការល្អអញ្ចឹងហើយយើងធ្វើការទៅ lobby វិញដើម្បីយើងទៅកំណត់ set NPC យើងវិញដល់គ្នាគ្រាន់តែ /lobby មកវិញមក
ហើយយើងធ្វើការ slash set npc ដក clear action ហើយដក clear ទៀតមកធ្វើការដាក់ id set npc របស់យើងហើយដក clear ទៀតយើងធ្វើការវាយពាក្យថា add ដក clear cmd ដក clear ទៀតហើយយើងវាយពាក្យថា ob ដក clear មួយទៀត gui គឺតែប៉ុណ្្នឹងទេតើគ្នាធ្វើការ enter ទៅហ្មងទៅនៅពេលដែលយើងដាក់ហើយតើគ្នាអាចចុចលើ set npc នឹងបានហើយវានឹងមានជាច្រើនមាន ob top មាន ob live មាន ob visit អីចឹងទៅហើយអីដែលយើងត្រូវចុចហ្នឹងគឺតើគ្នាត្រូវការចុចអាកន្លែង ob ជាន់នេះចុចប៉ក់លើហ្នឹងមកយើងនឹងធ្វើការចូលទៅដល់ LAN យើងហើយតែប៉ុណ្ណាតើគ្នាធ្វើការលេង one block បានដោយសេរីតែម្ដងហើយមួយទៀតរបៀបដែលយើងហៅពួកម៉ាក់យើងមកលេងជាមួយចឹងណាឧទាហរណ៍ថាយើងចង់លេងជាមួយគ្នានៅក្នុង LAN តែមួយវាអត់មានអីសាំញ៉ាំទេគ្រាន់តែឲ្យពួកម៉ាក់តើគ្នាចូលមកហើយយើងធ្វើការ slash ob ដក clear មក invite មានន័យថាយើងអញ្ជើញគាត់មកឲ្យនៅជាមួយ LAN យើងអញ្ចឹងណាតើគ្នាហើយយើងដាក់ឈ្មោះរបស់ពួកគាត់មក enter ប៉ក់ទៅនៅខាងពួកម៉ាក់យើងនឹងធ្វើការ load ផ្ទាំងមួយមកឲ្យតើគ្នាដែលវាមាន emerald ក៏ដូចជា redstone អញ្ចឹងយ៉ាងតើគ្នាចុចខាង emerald មានន័យថាយើង accept អញ្ចឹងណាមកមិនអញ្ចឹងទេតើគ្នាគ្រាន់តែ slash ob accept មកគឺយើងនឹងមកនៅជាមួយគ្នាបានហើយអូខេហើយសម្រាប់វីដេអូនោះផងណាក៏មានតែប៉ុណ្្នឹងណាតើគ្នាបើសិនជាមានចម្ងល់អីគឺអាចឆាតចូលមកក្នុង Telegram ខ្ញុំបានឬមួយក៏ comment សួរនៅខាងក្រោមហ្នឹងក៏បានដែរបើសិនជាខ្ញុំមានពេលទៅនេះខ្ញុំនឹងធ្វើការចូលទៅ reply ហើយអូខេតើគ្នាបាយបាយជួបគ្នាវីដេអូក្រោយទៀតណា